KLC សូមស្វាគមន៍ KLC សូមជម្រាបសួរអ្នកអរគ្នាសាទៅថ្មីទូជាខានជួបគ្នាយូរហើយយូរដែរមែនទេលោកគ្រូបាទក្រាបវីចូលឆ្នាំយើងខ្ញុំខានថតវីដេអូយូរដែរសូមអធិស្ឋានផងហើយយើងចាប់ផ្ដើមដោយការជូនដំណឹងពិសេសគឺជាអ្វីដែរអ្នកគ្រូម៉ាឡៃគឺថ្ងៃប្រឡងវគ្គទី13 EPS ចាមិនវគ្គពិសេសសម្រាប់អ្នកមកពីធ្វើការនៅកូរ៉េទេជាចុងក្រោយគេប្រកាសហើយលងចាំយូរហើយថ្ងៃណាថ្ងៃទី25 26ខែ6អូសល់តែ2ខែនោះគាត់ថាប្រហែលជា2ខែចាប៉ុណ្្នឹងចុះលោកគ្រូហើយរឿងនេះមិនមែនគេចិត្តតែប្រកាសទេគឺយោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារដែរការបរិច្ឆេទប្រឡងទេសមត្ថភាពភាសាកូរ៉េនៅថ្ងៃទី25ថ្ងៃទី26រីឯថ្ងៃtênពាក្យ complete គឺថ្ងៃទី9ដល់ថ្ងៃទី12ខែ5មុន1ខែជាមួយនឹងដំណឹងពិសេសហ្នឹងខ្ញុំចង់លើកឡើងអំពីវគ្គវិញ្ញាសានៅមជ្ឈមណ្ឌលភាសាកូរ៉េ KLC ដែរគឺចំពោះអ្នកដែលខំប្រឹងរៀនភាសាកូរ៉េដល់ពេលឥឡូវនេះសូមកុំខកខានឱកាសល្អនេះឲ្យសោះយើងមានឱកាសរៀនជាមួយគ្រូជំនឿកូរ៉េព្រមទាំងគ្រូករណានេះផងដែរលោកគ្រូជនជាតិកូរ៉េចេះខ្មែរច្បាស់គ្រូផ្សេងគាត់ច្បាស់ទៅគាត់ហើយទាំងអស់កូនសោដែលមករៀន KLC គេផ្ញើទាំងអស់ហ្នឹងគេឥឡូវនេះសូមចាប់ផ្ដើមវិញ្ញាសា여기가 어디입니까? 알맞은 것을 고르십시오. 솜ជួយបកប្រែផងអ្នកគ្រូចាឃ្លាសំណួរទី1និយាយខ្លីទីនេះទីណាចាហើយសូមជ្រើសចម្លើយដែលត្រឹមត្រូវចា 알맞은 오케이 아일러니 뭘 위해서 중국으로 소포를 보내려고 합니다. 안에 무엇이 있습니까? 따삐 건드치 어바이다. 삐 건드 그 소포. 하이 보내다. 자, 따빠따 소포 거덩다. 비프로 소포 근접 이완은 앞면 갈라이나 냐 갸삐. 갸삐 슈. 우체국. 자. 우체국. 쪼콜라임 쌩쌩 끝하영 끝하 들었다 덩다이. 추모 아이다. 아 미네 타마이다. 은행. 은행 드니기요. 병원. 자, 문띠 8. 중국. ប្រទេសចិនទីនេះទីណា 중국 មិនមែនទេចង់ផ្ញើទៅចិនដូច្នេះកុំចាន់ព្រៀបចាកុំចាំបោកកុំចាញ់បោកពាក្យបាទអូខេសូមតទៅទៀតចាវិញ្ញាសាមួយទៀត다음 그림을 보고 알맞은 문장을 고르십시오. បកប្រែឲ្យផងសូមចាមើលរូបខាងក្រោមហើយជ្រើសរើស clear ដែលត្រឹមត្រូវសំណួរប្រភេទនេះតែងតែចេញ EPS ចាមែនអូខេរូបនេះគឺរូបអ្វីដែរគឺរូបគេច្រូតស្រូវតាមម៉ាស៊ីនចាដោយម៉ាស៊ីនអូខេសូមអានឲ្យបកប្រែមួយចា 물을 주고 있습니다. 토마토를 따고 있습니다. 농약을 치고 있습니다. 쌀을 수확하고 있습니다. 물을 주고 있습니다. ស្រោចទឹកឲ្យទឹកនោះតែជាមួយនឹងសត្វឬក៏រុក្ខជាតិយើងបកថាស្រោចឬក៏ឲ្យអញ្ចឹងទៅយើងបកអញ្ចឹងផ្លាស់ប្ដូរតាមន័យអត់ត្រូវទេ 토마토를 따고 있습니다. ចាបេះពេញប៉ោះអញ្ចឹង따다មានន័យថាបេះអរគុណច្រើន 농약을 치고 있습니다. ចា농약ថ្នាំសម្រាប់សត្វល្អិតឈីដានឹងបាញ់នឹងស្រួលវិធីស្រួលចំណាំនឹងឈីដាតាមពិតឈីដាវាយផងវាយតេនីវាយគោលផងប៉ុន្តែនៃមួយទៀតគឺតាក់បាញ់ចាអូខេអញ្ចឹងសល់តែមួយទេសូមមកឲ្យតវៃនេះចុះចម្លើយ 쌀을 수확하고 있습니다. ចាកំពុងតែធ្វើអ្វីដែរអ្នកគ្រូច្រូតស្រូវច្រូត 수확 ប្រមូលផលណែប្រមូលផល수확하다ខ្ញុំគិតថាឥឡូវនេះជិតដល់ខែ5គឺជាដល់ពេលយើងប្រមូលផលហើយយើងខំប្រឹងរៀនធ្វើអីដើម្បីប្រឡងជាប់សូមប្រមូលផងជាមួយ KLC ផងពីព្រោះ KLCអាចឲ្យលោកអ្នកប្រឡងជាប់បានcònលើកនៃការប្រឡងជាប់ KLC សូមជម្រាបលាខំសាមេតាអរគុណជម្រាបលា